តើការជាប់ចាញ់លើចំពោះទារកឬក៏កុមារតូចតើមានផលប៉ះពាល់យ៉ាងណាហើយមូលហេតុអីបានមានជាប់ចាញ់លើនឹងមកតើអាចមកពីកត្តាពីកំណើតឬក៏កត្តាជំងឺអ្វីមួយឬក៏តកតងជាមួយនឹងម្ដាយភាគច្រើនយើងឃើញថាទារកកើតដែលមានជាប់អណ្ដាតខាងក្រោមហ្នឹងភាសាអង់គ្លេសហៅ tongue tie ជាប់អណ្ដាតខាងក្រោមគឺឃើញច្រើនបាទអាចថា3នាក់5នាក់ក្នុងចំណោម100នាក់ឬក៏5នាក់ទៅ10នាក់នោះក៏មានដែរហើយកាលណាជាប់ចាញ់ខាងលើខុសពីជាប់អណ្ដាតជាប់អណ្ដាតគឺធ្វើឲ្យក្នុងកំឡុងពេលដែលគាត់ជាទារកគឺប៉ះពាល់ទៅលើការបើករបស់គាត់បើនេះគាត់បើទៅវាជក់ទៅតាក់អណ្ដាតហ្នឹងហើយអណ្ដាតតាក់អណ្ដាតកលាស់អត់បានល្អអញ្ចឹងធ្វើឲ្យការបើកដោះម្ដាយឬក៏បើកទៅដោះកូនហ្នឹងអត់គ្រប់គ្រាន់ទេហើយគាត់នឹងយំគាត់នឹងអាសាឃ្លានគាត់គីឡូអត់ឡើងគ្រប់គ្រាន់ទេការចាំសារធាតុទៅខួរក្បាលតែសារពាង្គកាយក៏អត់បានល្អហើយនៅពេលដែលគាត់ចាប់ផ្ដើមរៀនចេះនិយាយគឺការនិយាយហ្នឹងអត់សូវច្បាស់ដោយសារអណ្ដាតហ្នឹងកលាស់អត់បានល្អដោយសារតែជាប់តាក់ឬក៏ប្រែកមកអញ្ចឹងតាក់ទងជាមួយនឹងការជាប់ចាញ់លើវិញ upper lip tie ដែលជាភាសាអង់គ្លេសហ្នឹងអញ្ចឹងគឺមានផលប៉ះពាល់ចម្បងដែលភាគច្រើនបំផុតគឺធ្វើឲ្យធ្មេញមានបញ្ហាប្រហោងធ្មេញពេលដែលធ្មេញដុះមកណាអញ្ចឹងសាច់ដែលជាប់នឹងកន្លែងធ្មេញដុះហ្នឹងគឺនៅអញ្ចឹងហើយថ្ងៃក្រោយទៅធ្វើឲ្យធ្មេញហ្នឹងដុះលូតលាស់អត់បានល្អទេហើយនឹងធ្វើឲ្យមានការប្រហោងចន្លោះធ្មេញហ្នឹងហើយរូបភាពទាំងនេះគឺជាធ្មេញដែលដុះអត់បានល្អហើយដោយសារតែមានចាញជាប់ហ្នឹងដុះជាប់ខ្លាំងកម្រិត3កម្រិត4អញ្ចឹងបើសិនជាកម្រិត1កម្រិត2យើងអាចមិនធ្វើឬក៏តាមដានសិនកម្រិត2កម្រិត3តាមដានរៀងជាប់លាប់តិចបើសិនជាវិវត្តល្អយើងធ្វើទៅក្នុងរយៈពេលថា2ទៅ3ខែដំបូងហើយសារយើងអាចប្រើថ្នាំស្ពឹក spray lidocaine ហ្នឹងដើម្បីបាញ់ស្ពឹកសិនបានយើងអាចទៅកាត់បានហើយតម្រង់ដែលយើងធ្វើការកាត់ហ្នឹងការកាត់ចាញជាប់ខាងលើហ្នឹងគឺមានហានិភ័យជាងការកាត់អណ្ដាតដែលជាប់ដោយសារតែនៅចាញខាងលើហ្នឹងគឺជាសរសៃឈាមទូចតែម្ដងហើយបើនៅខាងក្រោមគឺសរសៃឈាមតិចហើយមានភ្នាសនោះច្រើនជាងតែខាងលើនេះគឺកាត់ទៅដឹងតែឈាមគាត់នៅគ្រូពេទ្យវាកាត់មានបទពិសោធន៍មានបច្ចេកទេសមានតិចនិចក្នុងការធ្វើហើយការដែលជាប់ក្រាស់ជាប់មិនសូវក្រាស់ជាប់ស្ដើងខ្លីឬក៏វែងហ្នឹងមានតាមទំហំមានតាមទម្រង់បាទហើយអ្វីដែលការកាត់ហ្នឹងគឺមានហានិភ័យដូចជាទី1អាចជាប់មកវិញក្នុងសភៅក្នុងអ៊ីនធឺណិតគឺការស្រាវជ្រាវហ្នឹងឃើញថា100នាក់អាចមាន13នាក់ដែលអាចជាប់ឡើងវិញក្រោយពីកាត់រួចបានន័យថា13%ប៉ុន្តែអ្វីដែលខ្ញុំ practice ខ្ញុំធ្វើមកគឺយើងធ្វើរៀងកាត់ឲ្យបានជ្រៅបន្តិចឲ្យបានស្រឡះល្អបន្តិចយើងសូវចិត្តថាមានឈាមបន្តិចប៉ុន្តែយើងធ្វើតិចក្នុងការ compression ក្នុងការទប់ខាត់ឈាមហ្នឹងរយៈពេល10-15នាទីក្រោយកាត់ទៅហើយឬក៏ករណីខ្លះគាត់ក្រាស់ពេកគាត់ខ្លីពេកអាចឈាមចឹងជួនកាលយើងអាចធ្វើការដេជិះរលាយមួយដែរដើម្បីជួយឲ្យការកាត់បន្ថយនៃការហូរឈាមហើយហូរឈាមនឹងតិចតួចទេបងប្អូនគាត់ថានៅរិញនឹងចាញខាងលើហ្នឹងអត់ងាយបាត់ទេរិញតិច
ហើយដោយសារតែទីរក់ក្នុងរយៈពេលប្រហែលថ្ងៃដំបូងនៅក្នុងមន្ទីរពេទ្យហ្នឹងគឺយើងធ្វើទៅអាចថាល្អជាងនៅពេលដែលគាត់ចេញទៅផ្ទះបាន 2-3 ខែហើយព្រោះអីតើកាន់តែយូរកាន់តែក្រាស់តែសាយឈាមកាន់តែច្រើនការឈឺក៏ច្រើនជាងមុនសាច់ក្រាស់ជាងមុនពិបាកកាត់ជាងមុនឈាមជាងមុនប៉ុន្តែបើសិនជាករណីដែលអូនធំហើយគឺគាត់គាត់មិននៅស្ងៀមមិនមានអ្នកអាចចាប់បានឲ្យគាត់នឹងដើម្បីធ្វើការកាត់ដោយម៉ាស៊ីនអេឡិចត្រូនិកកូតជ្រីទេអានឹងយើងអាចកាត់ឆៅបានទេគឺត្រូវតែធ្វើការកាត់ដោយម៉ាស៊ីនអេឡិចត្រូនិកហ្នឹងក្រោមការដាក់ថ្នាំសណ្ដំការដាក់ថ្នាំសណ្ដំហ្នឹងអាចថា5នាទី10នាទី15នាទីគឺធ្វើរួចរាល់ហើយករណីខ្លះគេត្រូវការដេកាត់ឲ្យគេត្រូវការដេភ្ជាប់ទៀតដើម្បីស្អាតកុំឲ្យមានការហានិភ័យនៃការជាប់ឡើងវិញអញ្ចឹងចាញ់លើនេះហានិភ័យជាងកាត់ច្រឹបការជាប់អណ្ដាតហើយករណីខ្លះគ្រូពេទ្យកុមារដែលគាត់ទៅជួនកាលអាចមានហានិភ័យនៃការហូរឈាមទុកអត់ជាប់ដែរត្រូវការ surgeon គ្រូពេទ្យវះកាត់កុមារនឹងទៅជួយបាទអញ្ចឹងបើសិនជាប៉ាម៉ាក់មានកូនមានអូនទៅរកកុមារទូចដែលមានបញ្ហានេះអាចប្រឹក្សានឹងតាក់ទងគ្រូពេទ្យកុមារគ្រូពេទ្យទៅរកបាទហើយនឹងគ្រូពេទ្យវះកាត់កុមារដើម្បីប្រឹក្សានៅកន្លែងទីតាំងណាដែលយើងទទួលការសម្រាលណាហើយជាទូទៅពីមុនគេមិនសូវជាចាប់អារម្មណ៍ទៅលើការជាប់ចាញ់ខាងលើប្រមាណទេអ្វីដែលសំខាន់ហ្នឹងគ្រូពេទ្យភាគច្រើនគាត់ផ្ដោតសំខាន់ទៅលើការជាប់អណ្ដាតប៉ុន្តែដោយសារតែមានការដែលអូនទូចហ្នឹងគាត់អាយុ9ខែអាយុ1ឆ្នាំអីទៅចាប់ដើមដុសថ្មីចាប់ដើមអីទៅធ្វើឲ្យមានបញ្ហានឹងថ្មិញប្រហោងអញ្ចឹងបានការបណ្ឌិតទៅលើចាញ់លើនេះតែងតែធ្វើដូចគ្នាជាមួយនឹងការជាប់អណ្ដាតដែរហើយបើធ្វើក្នុងពេលតែមួយតែម្ដងធ្វើការកាត់ដោយថាថ្នាំស្ពឹកអញ្ចឹងខ្ញុំនិយាយរៀងបកស្រាយរៀងច្រើនដែរសង្ឃឹមថាប៉ាម៉ាក់អាចយល់ហើយបើមានការសំណួរឬក៏ comment អីអាច comment ឬក៏ឆាតមកផ្ទាល់បានអរគុណច្រើនបាទ